សូមបីតែហុងសម្រាប់ទប់ទឹកការពារលិចស្រែដំណាំអ្នកភូមិអ្នកស្រុកក៏ទប់លេងជាប់ដែរបងប្អូននេះហុងទប់ទឹកនៅដងស្ទឹងពោធិ៍សាត់យើងហ្នឹងដោយសារតែទឹកវាឡើងខ្ពស់ពេកហួសផុតហុងបាត់ទៅហើយគឺវាហូរមកខ្លាំងច្រើនមែនទែនអញ្ចឹងថ្ងៃនេះថ្ងៃទី21គឺទឹករៀងស្រកជាងម្សិលមិញក៏ប៉ុន្តែនៅតែទប់បានថានៅតែទប់មិនជាប់ដោយសារតែទឹកវាឡើងខ្ពស់ហុងតាមផ្លូវទៅព្រៃញីផងដែរគឺមានផ្លូវខ្លះទៅខ្ពស់ទៅក៏អត់អាចលិចដល់អញ្ចឹងណាបងប្រុសនេះអត់អាចហូរកាត់ផ្លូវបានហើយបើតាមផ្លូវនេះវិញគឺហូរកាត់ផ្លូវយរួមទៅខូចផ្លូវតិចទីហើយបងប្អូននេះគ្រាន់មើលសន្តានទឹកដឹងហើយគឺដោយសារតែបានបងក៏កម្លាំងហើយមួយទៀតអ្នកស្រុកអ្នកភូមិគាត់បានថារួមមតិគ្នាណារួមមតិគ្នាកៅផ្សាច់ម្នាក់ម្ដាយមួយជើងដាក់ក្រុងដើម្បីទប់ទឹកការពារកុំឲ្យវាហូរមកកាន់តែខ្លាំងជាងនឹងទៀតហើយផ្លូវគឺខូចអស់លីងខងអស់លីងហើយមួយទៀតគឺពុកម៉ែបងប្អូនយើងពេលដែលធ្វើដំណើរបានថាទៅដល់កន្លែងដែលទឹកហូរកាត់ផ្លូវណាយើងគួរបង្កើនការប្រុងប្រយ័ត្នព្រោះកុំឲ្យដូចខ្ញុំយំចូលក្លុកគួរសមដែរដោយសារតែទឹកវាហូរកាត់ផ្លូវហើយយើងជីទៅយើងអត់ចាប់អារម្មណ៍ហ៎យើងអត់ចាប់អារម្មណ៍មកដឹងតែកន្លែងណាក្លុកយើងចូលភ្លុចទៅម្ដងយរួមទៅបើយើងទប់ចកូតអត់នឹងគឺវាអាចបានណាអាឡត់ដែរអាឡត់ជើងឆ្លោះដៃឆ្លោះជើងអញ្ចឹងណាបងប្អូនអរនេះយើងក៏លេចមកមើលផ្លូវទៅក្រវាញស្រុកភ្នំក្រវាញផ្លូវវារលៀបយើងហ្នឹងគឺបានថាអូមានពុកម៉ែបងប្អូនយើងបានថាមានឡានឆ្នៃអាគោយន្តអីនឹងចេញមកអស់ហើយដើម្បីចម្លងពុកម៉ែបងប្អូនយើងដែលធ្វើដំណើរឆ្លងកាត់នៅបានថានៅតំបន់ដែលដីទៀបអញ្ចឹងណាបងប្អូននេះផ្លូវទៀបអញ្ចឹងណាដើម្បីចម្លងគាត់បានទៅដល់ផ្ទះដល់អីអញ្ចឹងណាគឺបើយើងធ្វើដំណើរដោយម៉ូតូគឺវាគ្រោះថ្នាក់មែនតើវាអាចខូចម៉ូតូខូចអីយើងក៏ថាបានដែរអញ្ចឹងណាអាចអាឡុតកដាផ្លូវគឺចប់ហើយព្រោះទឹកវាមានទឹកកន្លែងរាក់កន្លែងជ្រៅអញ្ចឹងទៅហើយឥឡូវនេះក៏លេចមកមើលសាលាព្រែស្ដីវិញគឺទឹកហូរចូលសាលាដូចលក្ខណៈថ្នាក់ដូចកន្លែងតំបន់រមណីយដ្ឋានទឹកធ្លាក់អញ្ចឹងណាបងប្រុសនេះក្មេងៗក្មួយគាត់លេងសប្បាយមកគាត់មួយយ៉ាងដែរទៅហើយនេះក៏លេចមកមើលភូមិចកាជ័យខាងជើងនៅដីខាងក្រោយនៅវាស្រែខាងក្រោយណាបងប្រុសនេះលេខខ្ទេចខ្ទីអស់ហើយបងប្អូនអរនេះហើយបើនិយាយអំពីម្សិលមិញស្ងួតរើងអត់មានទឹកអីមកតំណក់ស្រាប់តែព្រឹកឡើងបងប្អូនអរគ្នាលេខតិចខ្ទីលហាចយរួមទៅពេញដីខាងក្រោយហ្នឹងហើយបើនិយាយអំពីផ្លូវកៅស៊ូនៅខាងមុខនេះវិញគឺយរួមទៅតាំងពីជំនាន់មិនទាន់បានធ្វើផ្លូវកៅស៊ូនេះបងប្អូនតាំងផ្លូវទូចគឺមិនដែលមានទឹកលិចមកដល់ទេតាំងខ្ញុំនៅទូចខ្ញុំចាំណាផ្លេចនឹកឃើញបងប្អូនអរគ្នាទឹកជន់ធំ96លិចម្ដងនៅផ្លូវលើនេះគឺលិចពេញមួយខេត្តពោធិ៍សាត់តែម្ដងហើយជាចុងក្រោយខ្ញុំក៏សូមផ្ដាំផ្ញើពុកម៉ែបងប្អូនយើងដែលមានកូនតូចគួរតែបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា